បាទចឹងព័ត៌មានទី1គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera ខ្ញុំសូមមិនដកសងទាំងសងទេគឺសូមដកសងចំណុចសំខាន់ខ្លះមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺប្រទេសថៃបានទាមទារជាឯកតជាទាមទារឲ្យកម្ពុជាប្រកាសឈប់បាញ់ជាមុនសិនបាទដើម្បីធ្វើយ៉ាងណាឲ្យការប្រយុទ្ធគ្នាបានទីបញ្ចប់រវាងប្រទេសទាំងពីរនេះនេះបើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ប្រទេសថៃម៉ាតារីណាត់លីតាអាម៉ាន់អាដាម៉ូបាទគឺលោកស្រីបាននិយាយថាដោយចោទកម្ពុជាថាជាអ្នកឈ្លានពានចូលទៅក្នុងទឹកដីរបស់ថៃនោះគឺកម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនសិនដូច្នេះគឺជាការមួយដែលអាចឲ្យថៃពិចារណាដើម្បីឈប់បាញ់អ្នកស្រីបានថ្លែងបែបនេះក្នុងអំឡុងពេលដែលធ្វើសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងបាងកកនៅថ្ងៃអង្គារនេះបាទហើយត្រូវបានសារព័ត៌មាន AFP សួរហើយត្រូវបានសារព័ត៌មាននានាជាពិសេស Al Jazeera យកបរិការបន្ថែមមកដែរអ្នកស្រីបានបន្ថែមថាកម្ពុជាត្រូវតែសហប្រតិបត្តិការដោយស្មោះត្រង់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីននៅតាមបណ្ដោយព្រំដែនផងដែរបាទនេះគឺជាការនិយាយឡើងវិញនៅអ្វីដែលលោក Nikhon Day ដែលជាអគ្គនាយកនៃក្រសួងការបរទេសរបស់ប្រទេសថៃដែលទទួលបន្ទុកព័ត៌មានបានបញ្ជាក់កាលពីថ្ងៃម្សិលមិញគឺ3ចំណុចគឺចំណុចទី1កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់មុនសិនហើយបន្ទាប់មកគឺបទឈប់បាញ់នឹងត្រូវតែកើតឡើងដោយការអនុវត្តជាក់ស្ដែងនិងអាចធានាបានហើយនៅកម្ពុជាត្រូវតែសហប្រតិបត្តិការដើម្បីដោះមីនដោយស្មោះត្រង់តាមបណ្ដោយព្រំដែនបាទអញ្ចឹងគឺកម្ពុជាត្រូវបំពេញលក្ខខណ្ឌ3នេះសិនបានថៃប្រកាសឈប់បាញ់បាទសូមបើកមុខកញ្ចក់បន្តិចមាននរណាឈួតធ្វើដូចថៃនិយាយនឹងទេមាននរណាដែលចង់ដៃស្លាប់សេកខ្លួនឯងយកទៅឲ្យគេបាញ់ឬក៏មិនបាញ់គឺសម្រាប់ឬមិនសម្រាប់ដូចសម័យរឿងសាមកុកដែលមេតបខុសចង់ខ្លួនឲ្យមេវាយទៅទេបាទគឺជាសំណើមួយឈួតលីលាបាទសម្បត្តិមុខកញ្ចក់មកវិញគឺមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីប្រទេសកម្ពុជានៅឡើយទេគឺដោយសារតែប្រទេសទាំងពីរនេះបានស្ដីបន្ទោសគ្នាទៅវិញទៅមកថាជាអ្នកណាជាអ្នកដែលបង្កការបាញ់ប្រហារមុនហើយអះអាងថាពួកគេបាញ់ប្រហារគឺដើម្បីក្នុងន័យការពារខ្លួនតែប៉ុណ្ណោះហើយដោយចោទថាទាំងសងខាងចោទគ្នាទៅវិញទៅមកគឺថាគឺមានការវាយប្រហារទៅលើជនស៊ីវិលនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបាននិយាយថាប្រទេសរបស់លោកគ្រប់គ្រងបទឈប់បាញ់ដែលផ្ដើមឡើងដោយប្រទេសម៉ាឡេស៊ីដែលជាប្រធាននៃប្លុកនេះហើយនឹងដែលមានការចូលរួមពីទីក្រុង Washington បាទកម្ពុជានិយាយគឺលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវសារព័ត៌មាន Al Jazeera បាននិយាយថាការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរនេះគឺនៅតាមបណ្ដោយព្រំដែនទាំងមូលរបស់កម្ពុជានិងថៃគឺជាង8គីឡូម៉ែត្រនេះហើយការប្រយុទ្ធគ្នាឡើងវិញរវាងប្រទេសទាំងពីរនេះបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន32នាក់ក្នុងនោះមានទាំងទាហាននិងជនស៊ីវិលហើយបណ្ដាលឲ្យប្រជាពលរដ្ឋប្រមាណជា80ម៉ឺននាក់នៅប្រទេសទាំងសងខាងបានរត់ភៀសខ្លួនចេញពីលំនៅឋានសេចក្តីរាយការណ៍មកពីនានាបានឲ្យដឹងថាគឺមានការបាញ់ផ្លោងមួយបាទទៅដល់កន្លែងក្បែរដែលសំទោសសេចក្តីរាយការណ៍ពីវត្តមួយដែលនៅក្នុងប្រទេសថៃដោយអ្នកយកព័ត៌មានរបស់សារព័ត៌មាន Al Jazeera បានរាយការណ៍ពីខេត្តស៊ីសាកេថាគឺពេលដែលលោកនៅទីនោះគឺលោក Jack Barton បានរាយការណ៍ថាគឺពេលដែលលោកនៅទីនោះគឺនៅតែឮសូរសំឡេងផ្ទុះនៅឡើយទេការសំឡេងផ្ទុះដែលមានបាញ់ចេញពីប្រទេសថៃមកប្រទេសកម្ពុជាហើយក៏មានសំឡេងគ្រាប់ BM21 ពីកម្ពុជាចូលទៅក្នុងថៃផងដែរការប៉ះទង្គិចគ្នានេះគឺបានធ្វើឲ្យខូចខាតទៅដល់កិច្ចព្រមព្រៀងសន្តិភាពដែលគ្រប់គ្រងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានចាប់ផ្ដើមតាំងពីដំបូងនៅពេលដែលប្រទេសទាំងពីរបានប្រយុទ្ធគ្នានៅខែកក្កដាអស់រយៈពេល5ថ្ងៃបាទហើយបានចូលសារបានទៀតឥឡូវនេះគឺនាយករដ្ឋមន្ត្រីថៃគឺលោកអនុทิน ឆាន់វីរកុលបានប្រាប់អ្នកសារព័ត៌មានថាគឺអត់មានទេសម្ពាធពីអន្តរជាតិដើម្បីឲ្យមានបទឈប់បាញ់នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters
នៅថ្ងៃអង្គារនេះលោកអនុทิនបាននិយាយថាគ្មានអ្នកណាម្នាក់ដាក់សម្ពាធមកលើយើងទេតើអ្នកណាដាក់សម្ពាធមកលើអ្នកណាខ្ញុំមិនដឹងទេនេះគឺការឆ្លើយនេះដើម្បីជាការបដិសេធទៅនឹងសំណួរដែលអ្នកសារព័ត៌មានបានសួរលោកថាតើលោកត្រាំបានព្យាយាមដាក់សម្ពាធដោយការគម្រាមកំហែងក្នុងការដាក់ពន្ធគយបន្ថែមទៀតទេដើម្បីកុំឲ្យប្រទេសថៃនៅបន្តការប្រយុទ្ធក្នុងអំឡុងពេលនោះដែរគឺតាមព័ត៌មានដោយឡែកមួយទៀតគឺអាជ្ញាធរថៃឥឡូវនេះកំពុងតែព្យាយាមរកមធ្យោបាយដើម្បីធ្វើមាតុភូមិនិវត្តន៍នៅពលរដ្ឋរបស់ខ្លួនចំនួន6000នាក់ដែលបានជាប់កត់នៅក្នុងប្រទេសកម្ពុជាដោយសារតែការបិទច្រកព្រំដែននៅក្នុងទីក្រុងប៉ោយប៉ែតហើយក្រសួងមហាផ្ទៃរបស់កម្ពុជាវិញក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការបិទច្រកព្រំដែនគោកនោះគឺជាវិធានការចាំបាច់ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ទៅដល់ជនស៊ីវិលក្នុងពេលដែលការប្រយុទ្ធគ្នានៅកំពុងតែការមានឡើងនៅឡើយដោយក្រសួងមហាផ្ទៃបានបន្ថែមថាការធ្វើដំណើរតាមផ្លូវអាកាសគឺនៅតែបើកចំហនៅឡើយទេហើយលោកហ៊ុនសែនដែលជាអតីតមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជាដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានោះក៏បាននិយាយដែរថាការបិទច្រកព្រំដែននោះគឺដើម្បីការពារជនស៊ីវិលមិនឲ្យរងគ្រោះពីអ្វីដែលលោកបានចាត់ទុកថាជាការបាញ់ផ្លោងដោយមិនរើសមុខរបស់ភាគីថៃអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់ថៃវិញគឺលោកសូរសានគង់សេរីក៏បាននិយាយផងដែរថាគឺការបាញ់គ្នាគឺនៅមានតាមបណ្ដោយព្រំដែននៅឡើយទេនៅក្នុងខេត្តចំនួន8ក្នុងគណៈពេលដែលក្រសួងការពារជាតិរបស់កម្ពុជាបានបញ្ញាថាកងកម្លាំងរបស់កម្ពុជានៅតែបន្តឈរយ៉ាងរឹងមាំយ៉ាងក្លាហានដោយមិនមែនខ្លួនមិនមែនជាអ្នកចូលជ្រៀមពៀនគេមុននោះទេបាទហើយការវិវត្តមួយទៀតនៅលើជ្រុងការទូតនោះគឺក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ានពីដើមឡើយមានកំណត់ពេលជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាកម្ពុជានិងថៃនេះនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី22ខែធ្នូនេះបាទដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះចំនួននេះក៏ប៉ុន្តែឥឡូវនេះគឺតាមសេចក្តីរាយការណ៍ចុងក្រោយពីសារព័ត៌មានឌីប្លូម៉ាតក៏បានរាយការណ៍ថាកិច្ចប្រជុំនោះគឺទៅផ្អាកសិនគឺមិនទាន់មានពេលកំណត់ថាប្រជុំនៅពេលណានោះទេហើយសារព័ត៌មាននេះគឺនៅថ្ងៃនេះបានសម្ដៅទៅលើការអន្តរាគមន៍ផ្នែកការទូតពីប្រទេសចិនផងដែរបាទនេះគឺជាព័ត៌មានទី1ដែលខ្ញុំដកស្រង់ពីសារព័ត៌មាន Al Jazeera ហើយ Al Jazeera ក៏បានដកស្រង់ពីសារព័ត៌មាននានាមាន AFP Reuters បញ្ចូលគ្នានោះដែលគាត់សរសេរដោយខ្លួនឯងហើយក៏មានការបញ្ចូលពីខាងក្រសួងមហាផ្ទៃរបស់កម្ពុជាផងដែរបាទតើចំនួនរយៈពេលជាង1សប្តាហ៍នេះតើប៉ះពាល់យ៉ាងណាខ្លះបាទនេះគឺជាសេចក្តីរាយការណ៍មួយរបស់សារព័ត៌មានរបស់ទូគីបាទគាត់ផ្ដោតទៅលើផលប៉ះពាល់ទៅលើជនស៊ីវិលជាពិសេសសិស្សានុសិស្សចឹងខ្ញុំសូមដកស្រង់សេចក្តីរាយការណ៍នេះមិនលម្អិតទេដោយសារនៅក្នុងសេចក្តីរាយការណ៍នេះគឺមានចូលរៀបរាប់ពីដើមដំណើរដើមរឿងតទៅនឹងរឿងអ្វីខ្លះប៉ុន្តែខ្ញុំដកស្រង់តែអ្វីដែលថ្មីដែលសារព័ត៌មាននេះផ្ដោតតែប៉ុណ្ណោះសារព័ត៌មានបានបញ្ជាក់ថាសាលារៀននៅទូទាំងតំបន់ជាច្រើននៅក្នុងប្រទេសថៃហើយនៅប្រទេសកម្ពុជាបានបិទទ្វារនៅថ្ងៃច័ន្ទក្នុងខណៈពេលដែលការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរនៅតែបន្តដែលធ្វើឲ្យមានចំនួនអ្នកស្លាប់បាត់បង់ជីវិតនឹងគឺយ៉ាងហោចណាស់មានចំនួន40នាក់ហើយមានមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីលំនៅឋាននេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីទាំងសងខាងហើយនិងប្រភពសារព័ត៌មាននៅក្នុងប្រទេសក្រសួងអប់រំរបស់កម្ពុជាបាននិយាយថាការប្រយុទ្ធនៅតាមបណ្ដោយព្រំដែនគឺបានបង្ខំឲ្យបិទសាលារៀនចំនួន1039សាលារៀននៅក្នុងខេត្តចំនួន6ហើយដែលធ្វើឲ្យរំខានទៅដល់ការងាររបស់លោកគ្រូចំនួន9797នាក់ហើយនឹងការសិក្សារបស់និស្សិតរបស់កូនសិស្សចំនួន242,881នាក់នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជាក្រសួងមហាផ្ទៃរបស់កម្ពុជាក៏បានរាយការណ៍ឲ្យដឹងដែរថា
មានជនស៊ីវិលចំនួន2នាក់ថែមទៀតហើយត្រូវបានបាញ់សម្លាប់ដែលធ្វើឲ្យចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជាកើនឡើងទៅដល់ចំនួន15នាក់ដោយមានចំនួន73នាក់បានរងរបួសក្រសួងបាននិយាយថាយន្តហោះប្រភេទ F16 របស់ថៃបានបើកការវាយប្រហារចូលជ្រៅចូលទៅក្នុងទឹកដីរបស់កម្ពុជានេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគឺទីភ្នាក់ងារសារព័ត៌មាន AKP Agence France Presse ទីភ្នាក់ងារសារព័ត៌មានកម្ពុជាដែលឡែកនៅក្នុងប្រទេសថៃវិញគឺអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ថៃគឺលោកនីកនដេបាននិយាយថាទីក្រុងបាងកកវិញគឺក៏បានអំពាវនាវជាផ្លូវការទៅដល់ការិយាល័យឧត្តមសង្កាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្រោយពីពលរដ្ឋរបស់ថៃចំនួន9នាក់ត្រូវបានសម្លាប់ហើយនឹងជាងសាលារៀនជាង600ខ្នងនិងមន្ទីរពេទ្យទៅបានបិទទ្វារនេះបើយោងតាមសារព័ត៌មាន Thai Inquirer បាទកន្លែងនេះបញ្ជាក់បន្តិចគឺកាលពីម្សិលមិញសេចក្តីរាយការណ៍គឺថៃទើបតែស្លាប់ដោយសារគ្រាប់កម្ពុជាប្លង់ទៅគឺម្នាក់ហ្នឹងមកតាមថៃរាយការណ៍ណាអ្នកផ្សេងទៀតគឺស្លាប់ដោយសារសុខភាពរបស់គាត់ទេថៃរាយការណ៍ដោយខ្លួនឯងអញ្ចឹងណាបាទគឺមានលោកអនុធានគាត់ឡាំប៉ាពេលដែលមានសេចក្តីរាយការណ៍ថាមានជនជាតិថៃម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែត្រូវគ្រាប់របស់កម្ពុជាអញ្ចឹងគឺតួលេខដែលគាត់លើកឡើងនេះគឺគាត់ស្លាប់បាត់បង់ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាប៉ុន្តែមិនមែនដោយសារគ្រាប់របស់កម្ពុជាទេសារព័ត៌មានថៃរាយការណ៍ដោយខ្លួនឯងអញ្ចឹងណាខ្ញុំបញ្ជាក់បន្ថែមបន្តិចសារព័ត៌មាននេះបានរាយការណ៍ថាយន្តហោះចម្បាំងប្រភេទ F16 របស់ថៃបានវាយប្រហារចូលទៅក្នុងទីតាំងយោធារបស់កម្ពុជាហើយមានការវាយប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដោយព្រំដែនប្រទេសចិនបានបាទហើយសារព័ត៌មាននេះចូលទៅដល់សេចក្តីរាយការណ៍តាក់ទងជាមួយនឹងការព្រួយបារម្ភរបស់ចិនអញ្ចឹងខ្ញុំសូមមិនចូលលម្អិតទេពីព្រោះខ្ញុំបានជម្រាបជូនប្រិយមិត្តតាំងពីថ្ងៃម្សិលមិញណាហើយក្នុងការផ្សាយម្សិលមិញហើយនឹងដាក់តាម Facebook ដែរគឺប្រទេសចិនបានសម្ដែងការព្រួយបារម្ភហើយស្នើឲ្យប្រទេសទាំងពីរអត់ធ្មត់ហើយនឹងងាកមកពិភាក្សាគ្នាដោយប្រើយន្តការការទូតហើយចិនក៏គ្រប់គ្រងយន្តការរបស់អាស៊ានឲ្យដោះស្រាយបញ្ហានេះផងដែរអញ្ចឹងគឺខ្ញុំសូមបញ្ចប់សេចក្តីរាយការណ៍នេះត្រឹមប៉ុណ្ណេះ